ទឹកនេះក្តៅតើអូត្រជាក់ម្លេះអត់ត្រូវទេទឹកនេះក្តៅតែលើខាងក្រោមត្រជាក់នេះប្រកាសជាមានអីនៅខាងក្រោមហើយពូលីវនៅផ្ទះអត់អូអាឈិនតើនឹងក្តៅចង់ងាប់ឯងមកធ្វើអីចូលមកផឹកទឹកសិនមកពូលីវខ្ញុំចង់សួរថាស្រះទឹកខាងក្រៅនោះលក់អត់ខ្ញុំចង់ទិញវាស្រះនោះចោល5ឆ្នាំហើយពួកបាត់ស្រះជ្រៅដល់ទៅ2ម៉ែត្រទឹកក៏អន់2ឆ្នាំមុនមានគេសាកចិញ្ចឹមត្រីដែរតែញាប់អស់ហើយវាគ្រាន់តែជាស្រះស្អុយមួយគ្មានអ្នកណាយកទេមិនអីទេពូប្រាប់តម្លៃមកស្រះនេះជារបស់ក្មួយពូដាក់លក់3ឆ្នាំហើយគ្មានអ្នកទិញបើឯងចង់បានពូយក200,000ពូលីវនេះលុយ200,000ពូវប់មើលសិនចិនឯងឈ្គូតទេអីទុកលុយចាយខ្លះទៅពូលីវជាខ្ញុំចោះស្រះនេះខ្ញុំយកហើយវាកាន់តែស្អុយមានន័យថាខាងក្រោមមានរបស់ល្អឈិនយន់បងឯងឈ្គូតមែនទេលុយ200,000យើងខំសន្សំយូរណាស់មកហើយណាតែបងបែរជាយកមកទិញស្រះស្អុយនឹងទៅវិញស៊ូយ៉ាវស្រះនេះធំណាស់ណាបើយើងកែមកអោវាប្រកាសជាបានយកអីមកកែលុយបងឯងបោះចូលស្រះស្អុយអស់ហើយនឹងបងមើលចោះភក់ជ្រៅ2ម៉ែត្រទឹកស្អុយសំបីមូក៏មិនហាចូលដែរកែបានបងគិតរួចហើយកែស្អីគេបងឯងទៅយកលុយមកវិញភ្លាមទៅយកមកវិញមិនបានទេកុំត្រាស៊ីញ៉េរួចហើយលុយក៏ឲ្យគេហើយដែរបានអញ្ចឹងបងឯងអប់ស្រះស្អុយនឹងទៅយើងបែកគ្នាឈិនយន់អាធនបំផ្លាញទ្រព្យអាកូនចង្រៃឯងឈ្គូតទេអីលុយ200,000នឹងម៉ែខ្ជិលសាច់ញាតិ30000ផងណាកូនអើយលុយនឹងទុកដណ្ដឹងប្រពន្ធនឹងធ្វើផ្ទះថ្មីទេមិនក៏ឯងយកទៅចាយផ្ដេសផ្ដាស់ចាម៉ែខ្ញុំដឹងថាខ្ញុំកំពុងធ្វើអីឯងដឹងស្អីម៉ែគ្មានកូនចង្រៃដូចឯងទេថ្ងៃក្រោយកុំត្រឡប់មកវិញឲ្យសោះថ្ងៃបន្ទាប់ខ្ញុំដើររកគេឲ្យជួយស្ដារស្រះតែគ្មានអ្នកណាព្រមសោះឯងមានលុយឲ្យគេទេម្យ៉ាងទៀតបាត់ស្រះសុទ្ធតែភពអេស្កាចុះទៅប្រកាសជាជាប់ផងមិនធ្វើទេគ្មានអ្នកជួយខ្ញុំធ្វើខ្លួនឯងមួយថ្ងៃពីរថ្ងៃចូល10ថ្ងៃប្រភពទឹកត្រជាក់នៅខាងក្រោមខ្ញុំច្បាស់ជាអាចចិញ្ចឹមត្រីបានខ្ញុំត្រូវតែមើលអ្នកណាហាមថាមិនបានទៀតស្អីគេហ្នឹងធ្ងន់ម្លេះនេះវាមាសដុំកងដៃហើយនឹងគិតសរុបទៅអាចចូលរាប់លានដុល្លារណោះត្រូវតែស្ងប់អារម្មណ៍សម្បត្តិទាំងនេះគ្មានប្រភពច្បាស់លាស់ទេឲ្យគេដឹងឡើយខ្ញុំត្រូវចាត់ការជាបន្ទាន់មាសដុំ20ដុំគិតទៅ6លានកងដៃនឹងគិកខ្យងអាចគុណជា2តែមិនអាចលក់ចេញម្ដងទាំងអស់ទេគេនឹងសង្ស័យលក់មាស1ដុំសិនទៅឲ្យតែគ្រប់ទុនចាប់ផ្ដើមគឺបានហើយស្ដារស្រះទិញកូនត្រីនឹងទប់ទល់ឆ្នាំទី1សិនចាំត្រីធំសឹមរកវិធីលក់បន្តិចម្ដងទៅទីរួមខេត្តលក់មាស1ដុំយកលុយសុទ្ធមិនអាចលក់ច្រើនទេ1ដុំគឺគ្រប់គ្រាន់ហើយគ្រប់គ្រាន់សម្រាប់ស្ដារស្រះនិងទិញកូនត្រីបងប្រុសទិញមាសឬលក់មាសមាសចាស់312ក្រាមគុណភាពល្អណាស់ប្អូនប្រុសបានមកពីណាកេកដូនតាទុកនៅផ្ទះប្រញាប់លុយប្អូនប្រុសរបស់នេះមិនធម្មតាទេមកចូលនិយាយគ្នានៅខាងក្នុងទីនេះមិនសូវស្រួលទេប្អូនប្រុសមាសដុំនេះជារបស់តាំងពីសម័យមុនម្លេះបរិមាណតិចហើយវាមានតម្លៃខាងផ្នែកវត្ថុបុរាណខ្ញុំទិញក្នុងតម្លៃវត្ថុបុរាណមិនមែនតម្លៃមាសធម្មតាទេប៉ុន្មានដែរមានប៉ុន្មានទៀតយើងអាចសហការគ្នាមួយដុំនេះសិនរឿងផ្សេងចាំគិតតាមក្រោយបានអត់មិនបង្ខំទេប្អូនប្រុសថ្ងៃក្រោយបើចង់លក់ត្រូវមករកខ្ញុំមុនគេណាខ្ញុំជាមនុស្សត្រង់ទៅត្រង់ខ្ញុំឲ្យតម្លៃខ្ពស់ជាងខាងក្រៅដាច់រាប់លុយមើលសិនទៅថ្ងៃក្រោយមកញ៉ាំតែលេងទៀតណាលេហើយ312,000យកទៅស្ដារស្រះទិញកូនត្រីទិញចំណីគឺគ្រប់គ្រាន់ហើយពេលនេះគ្មានអ្នកណាអាចខាត់ខ្ញុំបានទៀតទេកាយពីបាត់ស្រះដែលជ្រៅជាងគេមុនពួកទាំងអស់ចាក់ទៅខាងកាច់យោទេមួយថ្ងៃស្ដារបាន20រ៉ៃស្រះឯង80រ៉ៃនេះ4ថ្ងៃដឹងតែរួចហើយនេះមិនមែនជាស្រះស្អុយរបស់តាលីបទេអីអ្នកណាហ៊ានទិញហ្នឹងគឺកំឡោះម្នាក់នោះមិនគឺថាឈ្មោះឈិនយន់ទើបតែទិញថ្ងៃមុនហ្នឹងហាឈ្គួតមែនតែនហើយកាយកន្លែងនោះមុនខាងក្រោមមានប្រភពទឹកត្រជាក់កាយប្រយ័ត្នកុំឲ្យស្ទះប្រភពទឹកណាទឹកត្រជាក់បាត់ស្រះមានប្រភពទឹកទៀតកាយទៅដឹងហើយអាឈិនឯងខំធ្វើការម្លេះធ្វើតាំងពីព្រឹកដល់យប់ថ្ងៃត្រង់ហូបបាយប្រអប់តិចតួចសោះបងបានលុយហត់ហើយនេះលុយឈ្នួលថ្ងៃហ្នឹងថ្ងៃស្អែកបន្តទៀតព្យាយាម3ថ្ងៃឲ្យរួចប្រភពទឹកខាងក្រោមពិតជាល្អមែនបើបានទឹកនេះចិញ្ចឹមត្រីច្បាស់ជាត្រូវប៉ាន់3ថ្ងៃយ៉ាងយូរ3ថ្ងៃទៀតអាចដាក់ទឹកចិញ្ចឹមកូនត្រីបានហើយស្អែកត្រូវទៅទិញកាដូល្អយកទៅលុងស៊ូយ៉ាកាលមុននាងស្អប់ខ្ញុំព្រោះខ្ញុំក្រឥឡូវខ្ញុំមានលុយហើយស្រះក៏ចិត្តរួចរាល់នាងច្បាស់ជាត្រឡប់មកវិញមិនខានលោកចង់រកមើលអីដែរច្រកពីមុខនេះមក